អូនទី12ដែលចូលដល់2021លើយើងមើលអានទីក្រានមួយណាអញ្ចឹងអានទីក្រាននេះគឺវាឆ្លប់ចេញខាង2025ហ្នឹងគាត់តែកន្លែងនេះទៅសញ្ញាបូកហើយវាសាមញ្ញទៅសញ្ញាដកវិញបដកតែធ្វើម៉េចអញ្ចឹងគាត់ខុសគ្នាទេយើងមកតែតាមនេះយើងតែធ្វើលំហាត់ហ្នឹងគឺយើងអាចអានមកផ្នែកឆ្លើយវាតែដកទេយើងត្រូវតែមើលមានអ្វីដូចគ្នាចាំជិះតែសិនអញ្ចឹងអាកន្លែងកំណត់សូមខាងនេះចឹងអានេះមើលស៊ីនក្រេអូ09នេះកូក្រេស៊ីន09វិញវាsẽ thuộcស្ដាប់គ្នាដែរតែអានេះយើងចាប់ស៊ីនក្រេអីបានទេអានេះវាមានស៊ីន09ក៏មានស៊ីនក្រេដែរចឹងម្ដងហ្នឹងគឺគ្រូចាប់ស៊ីនក្រេអីកូក្រេអីជាបណ្ដាណាអូខេអានេះយើងបានកូ09នេះយើងចាប់ស៊ីនក្រេចាប់អស់ហើយតែពេលកូ09នេះវាសល់កូក្រេមួយទៀតដែរចឹងគ្រូចាប់នេះកូក្រេអីដកអានេះស៊ីន09ចាប់ស៊ីនក្រេក៏សល់ស៊ីនក្រេទៀតសល់ស៊ីនក្រេអីទេចឹងមកដល់វគ្គកន្លែងនេះយើងត្រូវការដឹងប្រមូលចំនួនសិនដើម្បីយើងអាចធ្វើការចឹងគ្រូសុំលំដាប់ទីប្រមូលស៊ីន 2x យើងមិនស្មើ2 sin x អូក៏ x ដែរហើយចុះមើលគ្រូចង់ទាញរកដល់ sin x ធំ x នោះឲ្យ sin x ធំ x នេះពីនេះទូរបស់នេះឆ្លាញ់1ទៅ2 sin 2អូខេដូចគ្នាដែរតែយើងធ្វើប្រធានយ៉ាងនេះមានក្រេដែរគឺលើក្រេសងខាងចាស់នេះគឺលើក្រេណាចឹងមកលើក្រេយើងបានលើយើងបាន sin ក្រេ x កូក្រេ x អានេះលើជាមួយទៅ4នៃ sin ក្រេ2 2x ចឹងនៅក្នុងដងនេះយើងអាចចំណងដល់នេះបានណាដូចគ្នាដែរដល់ពេលកូក្រេ x ដល់ sin ក្រេ x វិញកូក្រេ x ដល់ sin ក្រេ x វាមានរូបមន្តមួយដែរគឺយើងប្រើរូបមន្តកូ2ហើយនេះខ្ញុំកុំបាយចឹងយើងឃើញពេលបាយយើងឃើញមុំទៅវាមុំវាប្រើទៅជាមួយពីដូចគ្នាគាត់ថាមួយជា sin មួយជាកូណាតែឥឡូវគឺយកមកចំនួនគ្នាមកវិញខ្ញុំស្មើ n 0ទៅហើយទៅ4 sin ក្រេ x កូក្រេ x នេះគូសុំជាមួយដោយ1ភាគ4នៃ sin ក្រេ 2ហើយដល់ពេលឡើងកូ 2x នេះគូសុំជាមួយវាដោយឥឡូវនេះកូក្រេ x ដល់ sin ក្រេ x ជាមួយកូ 2x វិញចឹងពេលបានប៉ុណ្្នឹងហើយយើងឃើញអនុគមនេះបើយើងអានវាតែម្ដងក៏កើតទេដល់តែបើយើងធ្វើវាអានដោយផ្នែកក៏កើតដែរយើងធ្វើអានដោយផ្នែកក៏បានដែរអនុគមនេះវាអាចតម្លៃគ្នាឬក៏អនុគមហ្នឹងលក្ខណៈថាយើងដេរទៅអត់ចេញអនុគមទៀតយើងអាចធ្វើផ្នែកអានប៉ុន្តែសំខាន់នេះពេលយើងយកស៊ីនទៅដេរវិញយើងអាចចេញពីកូដដល់ជាងយើងអានទៅក្រៅទៅអាថេចំនួនណាហើយហេតុអីបានគ្រូយកកូដដេរវិញដោយសារតែក្នុងកម្មវិធីយើងអញ្ចឹងគេយកអានតែសេគុណច្រើនជាងទៅដេរវិញចឹងគ្រូសូមបន្តនេះ1លើ4នេះអាចចាំមុខមកចុចបានដែរណាអូខេបងចឹងគ្រូតាំងថេចំនួនគ្រូតាំងទេស្មើនឹងស៊ីន2ណាតែតើគ្រូធ្វើ derivative ដល់ហ្នឹង derivative នេះក៏ derivative ដែរ derivative sin ax មិនស្មើអី a កូ ax ដល់ចាស់ derivative ទៅវាបានទៅជា2កូ2ណាអូខេចាស់ឡើយ derivative sin ax នេះបាន2កូ 2x ទេអញ្ចឹងអានេះគ្រូអាចផ្លោះ2មកហ្នឹងពេលទៅ derivative ដល់ស្មើកូ 2x ទេអញ្ចឹងពេលតាំងតែចំនួននេះហើយយើងចាប់តាមយកអ្វីយើងតាំងទៅចំនួនចុះនេះណាអញ្ចឹងយើងបានទៅជាវិញបានintegral នេះពី0ទៅ2ទៅតែបានតែទៀតឥឡូវនេះsin ក្រេ 2x អា sin 2x ហ្នឹងយើងតែងតែតេដល់ទៅ sin ក្រេទៅតេដែរណាអូខេតែពេលអាកូ 2x នេះវាស្មើតេលើ2នេះក៏បានទេណាគុណឲ្យ1ពី2តេទៅតេលើ2ក៏បានដែរអញ្ចឹងគ្រូផ្សេងហ្នឹងហើយក្រោយនេះយើងគ្រូផ្សេងនេះពីមុខមានគុណទៀតទៀតមានតើណាមានគុណវា1លើ4អូខេតោះអញ្ចឹងអានេះលេខគុណនេះគ្រូចាប់មកក្រៅអានអត់ទៅយើងទៅពីមុខអានេះ1លើ2 1លើ4គ្រូបាន1លើ8អញ្ចឹងគ្រូអានអក្សរនេះតេក្រេតេទេយើងបានទៅតេសេ3អត់យើងបាន1លើ8នេះតេសេ3ទៅ3អត់គេនេះមកកំណត់ពី0ទៅ2លើ4អញ្ចឹងពេលបានប៉ុណ្្នឹងហើយមិនយើងជួសតម្លៃនេះចូលគ្នាទេពីព្រោះអា0ទៅ2លើ4នេះគឺជាតម្លៃដែលកំណត់របស់ x ទេអញ្ចឹងយើងត្រូវតែដូរអត្ថតេនេះទៅជាតម្លៃដែលយើងតាមវិញគឺ sin 2x អញ្ចឹងក៏បាន sin 2x ឬក៏ sin 2 2x តោះនេះក៏ជុំនេះហើយទៅ8ទៅ8អូខេពេលយើងដូរអត្ថតេនេះហើយបាទយើងយកតម្លៃទៅចូលគឺយកតម្លៃ x របស់យើងនៅតែកំណត់នេះខ្ញុំយកទៅជុំនេះបាន sin 2នេះ2ហើយលើ4ចូលទៅ2ទៅមិនសល់2លើ2នេះខ្ញុំចែកកាត់តិចនៅលើ20ដកតែពេលនេះយក0ទៅ2គុណ0ចូលណាខ្ញុំ sin 2នេះខ្ញុំ0នៅលើ20អូខេអញ្ចឹង sin 2មាន2លើ2មានថា sin 2លើ2លើជាគីបហើយ sin 2លើ2នេះមិន1វាបាន1គីបលើ21ចឹងណានេះ sin 0 0này 0គីបលើ20អូខេអញ្ចឹង1គីបគឺ1យ៉ាងហ្នឹងអញ្ចឹងចម្លើយនេះគឺ1លើ20